ជំរាបសួរហើយក៏សួស្តីអ្នកនរគ្នាជួបគ្នាជាមួយខ្ញុំម្ដងទៀតហើយខ្ញុំជីងហើយនឹងដែរខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីការធ្វើ AST តើការធ្វើ AST ហ្នឹងគឺគេធ្វើរបៀបមកយើងហើយតើ AST ហ្នឹងគឺជាអីយើងអ្នកនរគ្នាមានតែឆ្ងល់ថានៅពេលដែលយើងឈឺយើងទៅពេទ្យលោកគ្រូពេទ្យតែងតែយកអ្វីដែលពាក់ព័ន្ធជាមួយនឹងរាងកាយរបស់យើងឬក៏តាក់ទងជាមួយនឹងការឈឺរបស់យើងនៅពេលដែលយើងឈឺកន្លែងណាមួយលោកគ្រូពេទ្យក៏តែងតែយកសំណាក់ដែលតាក់ទងជាមួយនឹងកន្លែងនោះដូចជាទឹកនោមលីមួឬក៏កំហាក់អីជាដើមថ្ងៃនេះដែរខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីចម្ងល់មួយហ្នឹងគឺគាត់យកសំណាក់ទាំងអស់នោះឲ្យទៅខាងឡាបូខាងពួកខ្ញុំដើម្បីយកមកធ្វើ AST ហ្នឹងដើម្បីរកថ្នាំឲ្យត្រូវជាមួយនឹងជំងឺអ្នកទាំងអស់គ្នាហេតុអីបានគេចាំបាច់ធ្វើ AST ហ្នឹងការធ្វើ AST នេះដែរគឺយើងរកថ្នាំមួយដែលវា sensitive ជាមួយនឹងជំងឺរបស់យើងដែលដាក់ទៅវាមានភាគរយជាច្រើនបើយើងអត់ធ្វើហ្នឹងទេអាចនឹងភាគរយដែលយើងឈឺកាន់តែធ្ងន់ហ្នឹងគឺវាកាន់តែឡើងខ្ពស់គេធ្វើ AST ហ្នឹងដើម្បីរកថ្នាំមួយដែលវាត្រូវជាមួយនឹងជំងឺរបស់យើងដោយសារតែថ្នាំមួយចំនួនក៏វាអាចនឹង resistant ចំពោះខ្លួនយើងផងដែរនៅពេលដែលយើងធ្វើ AST នេះយើងមិនដឹងថាថ្នាំមួយណាវា resistant ថ្នាំមួយណាវា sensitive resistant នេះដែរមានន័យថាថ្នាំហ្នឹងវាមានភាពស៊ាំជាមួយនឹងជំងឺហ្នឹងរីឯ sensitive គឺថ្នាំហ្នឹងវាមានការសម្រាប់មេរោគបានល្អទៅលើជំងឺមួយហ្នឹង Coming soon